កុំទិញឡានតាមក្តីសម័យចូលទិញឡានទៅតាមស្ថានភាពជាក់ស្ដែងតម្រូវការជាក់ស្ដែងនិងភាពចាំបាច់របស់លោកអ្នកនៅពេលដែលខ្ញុំនិយាយថាសូមកុំទិញឡានតាមក្តីសម័យមានពុកម៉ែបងប្អូនមួយចំនួននឹងគិតថាចុះបើមិនឲ្យទិញតាមឡានតាមក្តីសម័យគួរតែទិញអីទៅវិញពុកម៉ែបងប្អូនបាទយើងទិញឡានទៅតាមស្ថានភាពចាំបាច់និងតម្រូវការជាក់ស្ដែងរបស់យើងពុកម៉ែបងប្អូនត្រូវការឡានមួយគ្រឿងនេះយកមកប្រកបរបររកស៊ីបាទពេលខ្លះឡានក្តីសម័យមិនមែនជាប្រភេទ330ទេមិនមែនជាប្រភេទ400Aទេមិនមែនជា Highlander ទេមិនមែនជាព្រុសទេប៉ុន្តែអាចជាប្រភេទ pick up នេះក៏បានឬក៏ប្រភេទ570 600 700ឬក៏100អីជាដើមប៉ុន្តែបើយើងពិនិត្យមើលទៅភាពជាក់ស្ដែងអ្វីដែលជាលទ្ធភាពជាក់ស្ដែងរបស់យើងនិងភាពចាំបាច់គឺយើងមិនអាចមានលទ្ធភាពទិញបានទេហើយប្រសិនបើយើងទិញយើងនឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចយ៉ាងខ្លាំងដូច្នេះហើយគ្រូណារីកមិនជូនពុកម៉ែបងប្អូនសូមទិញឡានទៅតាមលទ្ធភាពមិនគួរទិញឡានតាមក្តីសម័យទេរងចាំដល់ដំណាក់កាលចុងក្រោយពេលដែលយើងមានចំណូលសមរម្យគ្រប់ល្មមទើបយើងគួរតែទិញឡានតាមក្តីសម័យទៅចុះថ្ងៃនេះគ្រូណានឹងធ្វើការណែនាំពុកម៉ែបងប្អូននៅប្រភេទឡានមួយចំនួនដែលត្រូវស័ក្តិសមនឹងលទ្ធភាពសមត្ថភាពនិងតម្រូវការជាក់ស្ដែងរបស់ពុកម៉ែបងប្អូនបាទរថយន្តប្រភេទ pick up នេះគឺបានក្លាយជារថយន្តពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជាដោយសារហេតុអ្វីពុកម៉ែបងប្អូនទី1គឺសមត្ថភាពបើកបរគ្រប់ផ្លូវគ្រប់ស្ថានភាពគឺយើងអាចបើកបរបានគ្រប់ស្ថានភាពទាំងផ្លូវក្រុងទាំងផ្លូវភ្នំទាំងផ្លូវផុកទាំងផ្លូវលិចទឹកបាទស្ថានភាពប្រភេទ pick up នេះគឺល្អសម្រាប់គ្រប់ស្ថានភាពទាំងអស់ពុកម៉ែបងប្អូនប្រភេទ pick up គឺបើកបរបានគ្រប់ស្ថានភាពផ្លូវដូចជាផ្លូវលិចទឹកផ្លូវភក់ជ្រាំផ្លូវក្រហុកផ្លូវឡើងភ្នំគ្រប់ស្ថានភាពទាំងអស់ហើយអាចប្រើជាលក្ខណៈគ្រួសារក៏បានជាលក្ខណៈប្រកបរបរជំនួញបាទបររស៊ីដឹកតំណែងឲ្យវ៉ាន់ផ្សេងបានទាំងអស់ពុកម៉ែបងប្អូនបាទប្រភេទ pick up នេះក្លាយជារថយន្តដែលមានលក្ខណៈងាយស្រួលល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារផងក៏ដូចជាការប្រើប្រាស់សម្រាប់ប្រកបរបរអាជីវកម្មខ្នាតតូចនិងមធ្យមផងដែរពុកម៉ែបងប្អូនកុំឃើញអានេះប្រភេទ pick up ទេប៉ុន្តែវាអាចធ្វើដំណើរផ្លូវជិតឆ្ងាយបាទផ្លូវគ្រប់ស្ថានភាពទាំងអស់ដែលធ្វើឲ្យវាក្លាយជារថយន្តមួយដែលពេញនិយមនៅក្នុងប្រទេសកម្ពុជារបស់យើងបាទសម្រាប់ចំណុចទី3វិញរថយន្តប្រភេទ pick up បាទមានដូចជា Ford មាន Hilux បាទ Toyota Hilux Mazda បាទ Triton Tacoma Honda គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ពុកម៉ែបងប្អូនគឺយើងអាចប្រើប្រាស់ជាទូទៅយើងឃើញនៅក្នុងវិស័យកសិកម្មធ្វើស្រែធ្វើចការដឹកអីវ៉ាន់ទំនិញគ្រឿងសំណង់បាទជួញដូរដូចជាអីគេជាងដែកផ្សារដែកគ្រឿងសំណង់អីសពបែបយ៉ាងទាំងអស់គឺយើងអាចប្រើប្រាស់បានគ្រប់ស្ថានភាពហើយបើយើងយកទៅជិះវិញអាក្នុងវានឹងស្អាតអត់ចាញ់ប្រភេទ SUV ទេបងប្អូនជិះបានដូចតែគ្នាប្រើបានច្រើនមុខមានកាប៊ីនខាងក្រោយសម្រាប់ដឹកមានអីវ៉ៃអីវ៉ាន់ដាក់បានមកឆ្ងាញ់ជិះបានគ្នាច្រើនបើបងប្អូនច្រើនវិញណោះទៅអាក្រោយនឹង10នាក់ក៏បានដែរហើយអាក្នុងជិះបាន5 6នាក់7 8នាក់ដូចគេដូចឯងអញ្ចឹងការប្រើប្រាស់ប្រភេទ pick up នេះគឺចំណេញណាស់បាទយើងចំណេញបានទាំងដឹកផងទាំងរកស៊ីផងបាទទាំងលក្ខណៈគ្រួសារផងគឺបានមួយ set តែម្ដងចំណុចមួយទៀតដែល pick up ខ្ញុំ recommend ជូនពុកម៉ែបងប្អូនដែលមានការប្រើប្រាស់ច្រើនគេហៅ multi purpose បាទពហុគោលបំណងពុកម៉ែបងប្អូនទិញប្រភេទ pick up នេះគឺវាចំណេញពេលដែលយើងត្រូវការលក់បន្តលក់ម្ដងទៀតពេលដែលយើងប្រើអស់ចិត្តចង់លក់វិញវាអត់សូវចុះថ្លៃទេបាទវាចុះដែរតែវាចុះយឺតវាចុះតិចជាងប្រភេទរថយន្តមួយចំនួនរថយន្តប្រណិតមួយចំនួនបាទទីហោថាយើងទិញមក30000យើងលក់បាន25000ឬក៏លើ20000គឺជាការចុះថ្លៃមួយយ៉ាងយឺតបាទគឺជារឿងល្អមួយដូច្នេះហើយប្រភេទ pick up នេះគឺលក់វិញបានថ្លៃហើយបើលក់ឲ្យ Garage BSN របស់គ្រូណាវិញគ្រប់ពេលវេលាយើងទទួលទិញចូលគ្រប់ពេលវេលាទាំងអស់បាទចំណែកទី2នេះខ្ញុំសូមធ្វើការណែនាំអំពីប្រភេទឡាន van mini van គេហៅvan ខ្នាតតូចបាទ van ខ្នាតតូចនេះអានេះប្រើសម្រាប់ដឹកភ្ញៀវបាទសំខាន់អានេះវាទំនើបតិចហើយបាទអានេះឆ្នាំខ្ពស់បាទមានទាំងឆ្នាំ018 16 15 12 13បាទ19 8រហូតដល់ឆ្នាំ2004ប្រភេទ Alpha នេះគឺយើងអាចប្រើជាមធ្យោបាយដឹកជញ្ជូនបាទសម្ភារៈផ្សេងបាទនេះអត់ចុះដីប៉ឹកពើនេះទេប៉ុន្តែគឺយើងអាចប្រើបានសម្រាប់ការជួញដូរសម្រាប់ប្រើលក្ខណៈគ្រួសារធំបាទគឺ mini នេះគឺវាទលាយបាទវាទលាយហើយប្រភេទឡានជប៉ុនបងប្អូនដឹងហើយបាទស្រឡាញ់វាខ្លាំងបំផុតគឺត្រង់វាប្រើធន់ហ្មងបាទប្រើបានយូរណាស់
ប្រើមិនងាយខូចគ្រឿងបន្លាស់ងាយអត់ខ្វះសម្បូរបែបធូរថ្លៃមិនសូវថ្លៃទេបងប្អូនបាទហើយបាទយើងមានច្រើនអាណែកបាទដាច់កតុយភ្នែកបាទបងប្អូនអាចមើលបាននេះហើយបាទហើយបើសិនជាបងប្អូនណា fan បាទ fan របស់កូរ៉េបាទ fan របស់កូរ៉េអានេះបាទគឺប្រភេទ Star Rex របស់កូរ៉េបាទបងប្អូនបាទ Star Rex ចាប់ពី08 09 010 011 012 014 15 16 17 18 19 20បាទច្រើនមិនខ្វះទេបងប្អូនមករើសមកបាទឡាននីមួយសុទ្ធតែរៀបចំហើយរងចាំបងប្អូនបាទសុទ្ធតែថ្មីសុទ្ធតែអេមសុទ្ធតែមានការធានាចេញពីការ៉ាស់មានកាដាស្នាមទិញលក់ត្រឹមត្រូវនិងមានការធានាច្បាស់លាស់ចេញពីការ៉ាស់ BSN យើងខ្ញុំពុកម៉ែបងប្អូនបាទប្រភេទ Star Rex ប្រភេទ Alpha នេះគឺយើងយកទៅជិះប្រើលក្ខណៈគ្រួសារយើងសម្បូរបងប្អូនកូនចៅច្រើនហើយក៏ដូចជាបាទការរស៊ីអីមួយចំនួនបាទបងប្អូនណានេះបាទអ្នក fan ខាងកូរ៉េបាទឡានកូរ៉េបាទនេះគី Carnival បាទបងប្អូនអាចមកការ៉ាស់ BSN យើងខ្ញុំមកបាទពុកម៉ែបងប្អូនបាទនេះមួយទៀតមិនបានកុំទិញឡានតាមក្តីសបៃជួនកាលចំណូលរបស់យើងអត់តន់ច្រើនទេបាទយើងនៅមានចំណាយច្រើនចំណូលយើងក៏មិនសូវសម្បូរយើងអាចរើសយកជាប្រភេទឡានព្រុសប្រភេទឡានណាអញ្ចេះបាទប្រភេទឡានអញ្ចឹងវាជួយសន្សំចៃ100គីឡូស៊ីតែ6 7លីត្រយើងចំណេញតំបងប្អូនបាទអញ្ចឹងបងប្អូនត្រូវការប្រភេទឡានសំចៃមកអញ្ចឹងមកបាទគឺយើងប្រើទៅវាស្រួលបាទវាស្រួលប្រើក៏វាធន់បាទចំណាយក៏វាតិចបាទដោយប្រភេទអញ្ចឹងហើយគឺយើងសន្សំសំចៃបាទចំណាយតិចមែនតើបាទអញ្ចឹងពុកម៉ែបងប្អូនដែលអត់សូវមានចំណូលខ្ពស់គ្រឿងបន្លាស់ក៏វាធូរគឺយកអាប្រភេទអញ្ចឹងមកនេះយកអញ្ចឹងគឺថាអេមតែម្ដងបាទអេមតែម្ដងបាទខ្ញុំរីកមិនសម្រាប់អ្នកដែលអត់ទាន់មានចំណូលច្រើនបាទគឺយកអាប្រភេទសំចៃបាទប្រភេទព្រុសប្រភេទ hybrid ក៏បានដែរបាទ hybrid ក៏យើងប្រើបានដែរបងប្អូនបាទនេះបើសិនជាមិនដឹងរបៀបប្រើមកសួរគ្រូណាបាទខ្ញុំនឹងណែនាំពីរបៀបប្រើឡានព្រុសបាទហើយបើមិនចឹងទេផុតពីព្រុសមកនេះកាមេរ៉ា07នេះមានទាំង hybrid មានទាំង LE មានទាំង XLE គឺយើងអាចប្រើបានអានេះ100គីឡូស៊ី7លីត្របាទ8លីត្រចុះបាទក្រោមប៉ុណ្្នឹងទេអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការហើយត្រូវការសំចៃជានេះបាទហើយបើត្រូវការអេមនេះអាពួកនេះជិះនឹងស្រួលបាទជិះខាប់ណែនល្អធន់ទំនើបបាទប្រណិតនិយាយរួមថាជិះទៅស្រួលផាសុខភាពហ្មងអាហ្នឹងបងប្អូនយកប្រភេទនេះដូច GS 300បាទប្រភេទ GS 300នេះគឺវាស៊ីសាំងច្រើនជាងអាមិញបន្តិចប៉ុន្តែបើយើងជាការប្រើប្រាស់វិញមាំធន់និងមានសុវត្ថិភាពខ្ពស់បាទយើងប្រភេទឡានប្រណិតបាទនេះជាប្រភេទឡានប្រណិតហើយបើអាមួយនេះទៀតក៏សមដែរបាទអានេះ HS 250បាទ HS 250នេះសំចៃតែម្ដងបាទសន្សំសំចៃបាទអញ្ចឹងបងប្អូនត្រូវការគ្រប់សេរីគ្រប់ម៉ាកគ្រប់ប្រភេទគ្រប់ផែនបងប្អូនមកបាទពុកម៉ែបងប្អូនខ្ញុំសូមណែនាំប្រភេទ Tundra នេះបាទនៅក្នុង stock របស់យើងមាន4-5គ្រឿងយើងទើបតែកាត់ចូលមកទេជាប្រភេទឡានថ្មីអានេះគឺថាខ្លាំងមកដល់ហ្មងអានេះម៉ាស៊ីន8បាទម៉ាស៊ីន570ហើយនេះអញ្ចឹងយើងត្រូវការដឹកធ្ងន់ត្រូវការផ្លូវផុងត្រូវការផ្លូវពិបាកត្រូវការផ្លូវភ្នំត្រូវការផ្លូវលិចទឹកខ្ពស់ហ្នឹងគឺត្រូវតែម្ដងបាទនេះគឺថាដូចបរោះរៀងខ្ពស់គេហៅខ្ពស់ស្រឡះអញ្ចឹងបាទរៀងវាសង្ហាណាស់បាទរៀងវាសង្ហាណាស់បាទអានេះនៅក្នុង stock មាន5គ្រឿងអានេះ3គ្រឿងនេះទើបតែរៀបហើយ2គ្រឿងទៀតមិនទាន់រៀបចំទេបងប្អូនបាទអញ្ចឹងបងប្អូនដែលត្រូវការប្រភេទ Tundra មករកនៅការ៉ាប BSN មកបាទសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការហើយជា fan របស់330បើបងប្អូនណាជា fan របស់330មកមើលនៅការ៉ាប BSN ធានាថាមិនខកបំណងទេរថយន្តមាននិយាយរួមបើរថយន្តប្រភេទ330វិញប្រភេទ330និង 400X បងប្អូនមកទៅមិនខុសបំណងទៅចាប់ពីឆ្នាំ04 05 06 07បាទរហូតដល់010បាទ010 350 200T មានទាំងអស់ពិភព330ពិភព 400X នៅការ៉ាស់ BSN របស់គូណាបងប្អូនបាទអញ្ជើញមើលតាមចិត្តបាទមិនខ្វះទេឡានទាំងអស់សុទ្ធតែបានរៀបចំភ្លឹងដូចថ្មីបោកពុកប៉ូលាម៉ាស៊ីនធ្វើគ្រឿងក្រោមបាទសរេជូនបងប្អូនបាទស្អាតដូចថ្មីអញ្ចឹងបាទអត់មានឲ្យទាស់ចិត្តទេយកត្រូវគ្នាហើយរៀបចំជូនបងប្អូនមកតង់ទៀតឲ្យពេញចិត្តឲ្យស្ងប់ចិត្តឲ្យអស់ចិត្តនិងប្រកបដោយទំនុកចិត្តនៅក្រាស់ BSN បាទខាងក្រោយខ្នង350បាទ350 450 200T អានេះជាប្រភេទឡានរៀងទំនើបហើយបងប្អូនណាដែលមានជីវភាពបង្គួរបាទមធ្យមបង្គួរឯងគួរសមហ្នឹងយកអាប្រភេទហ្នឹងមកបាទ
ប្រភេទនេះគឺត្រូវជាមួយបងប្អូនដែរតម្លៃតែ 20000 ជាងនិង 30000 ជាងឯងតម្លៃ 20000 ជាង 30000 ជាងគ្រប់ឡាននីមួយៗបានបិទតម្លៃរួចជាស្រេចផ្លាកលេខអត់មានលាក់ឯកសារនៅក្នុងផ្ទះរបស់គ្រូណាទាំងបងបាទឯកសារនៅនេះទាំងអស់អញ្ចឹងបងប្អូនមកដល់ឲ្យតែត្រូវឡានខ្ញុំនឹងធ្វើឯកសារជូនពុកម៉ែបងប្អូនបាទនៅខាងក្រោយខ្នងខ្ញុំនេះមានប្រភេទ Highlander លើសពី20គ្រឿងបាទពុកម៉ែបងប្អូនដែលមានតម្រូវការឬក៏ fan របស់ Highlander នេះគឺវាមានលក្ខណៈធំទូលាយពោះល្អប្រើធន់បាទសន្សំចៃសាំងវាអត់សូវស៊ីច្រើនប្រហែលទេដូចជា4ម៉ាស៊ីននេះសន្សំជាង6ម៉ាស៊ីនទៅទៀតបាទអញ្ចឹងវាធន់វាងាយគ្រឿងបន្លាស់ក៏វាធូរថ្លៃការប្រើប្រាស់ក៏វាល្អហើយមិនងាយធ្លាក់ថ្លៃទេបាទប្រើតម្លៃវាចុះរៀងយឺតដែរបាទអញ្ចឹងពុកម៉ែបងប្អូនដែលចង់ទិញឡានជិះហើយលក់វិញមិនសូវខាតមកប្រភេទប្រភេទ Highlander នេះបាទបងប្អូនជួយមកដល់ Garage BSN គឺយើងមានក្រុមការងារចាំទទួលពុកម៉ែបងប្អូនទាំងទិញដាច់និងធ្វើការបង់រំលោះបាទប្រភេទ Highlander យើងមានគ្រប់ពណ៌គ្រប់ឆ្នាំគ្រប់ option យើងមានចាប់ពី01រហូតដល់010មានគ្រប់ពណ៌ហើយមានទាំង4ម៉ាស៊ីនមានទាំង6ម៉ាស៊ីនមានទាំងផ្លាកលេខក្បាល A និងក្បាល B ដែលជាជំរើសច្រើនជូនពុកម៉ែបងប្អូនបាទច្រើនមែនទែនបងប្អូនដែលមានតម្រូវការសូមគោរពអញ្ជើញមកកាន់ Garage BSN លក្ខណៈពិសេសមួយទៀតបងប្អូនឥឡូវនេះគឺជាដំណឹងល្អបាទ Garage BSN បើកឲ្យមានការបង់រំលោះផ្ទាល់ជាមួយឃ្លាំងក៏បានពុកម៉ែបងប្អូនចង់រំលោះជាមួយធនាគារដៃគូក៏បានរំលោះសុទ្ធ 100% ក៏បានបងប្អូនបាទសម្រាប់ការរំលោះផ្ទាល់ជាមួយ Garage BSN ពុកម៉ែបងប្អូនត្រូវមានតម្រូវឲ្យមាន30ទៅ 40% បាទឯកសារតម្រូវឲ្យមានទី1អត្តសញ្ញាណប័ណ្ណសភៅគ្រួសារលិខិតបញ្ជាក់ប្រាក់ខែឬក៏ download AVA ចន្លោះពី3ខែទៅ6ខែបាទហើយនឹងស្គាល់ទីតាំងពុកម៉ែបងប្អូននោះបងប្អូនអាចនឹងapprove loan អាចដកយករថយន្តទៅប្រើប្រាស់តាមតម្រូវការបានហើយពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការរថយន្តមួយទឹកនៅស្រុកខ្មែរទាំងទិញដាច់និងធ្វើការបង់រំលោះសូមទំនាក់ទំនងមកខ្ញុំបាទគ្រូណាជាម្ចាស់ការ៉ាសនិងជាអគ្គនាយក BSN បាទសូមអរគុណសូមជម្រាបលា